បាទសូមជម្រាបសួរពុកម៉ែបងប្អូនហើយដែរខ្ញុំមានយ័ន្តបុរាណខ្លីមួយដែលមានអានុភាពខាងស្នេហ៍មេត្តាមហានិយមបើនិយាយចំទៅយ័ន្តមហានិយមហើយនៅក្នុងនឹងយើងបែងកាឡាដូចជាខ្ញុំគូប្រាប់ពុកម៉ែបងប្អូនហ្នឹងហើយមាន background រូបនាគបន្តិចហើយយន្តនេះដែរយើងមើលឃើញនៅក្នុងហ្នឹងគឺមានបាលីជាយន្តហ្នឹងដែលយើងអាចដឹងថានៅក្នុងពុទ្ធសាសនាយើងមានពុទ្ធធម៌ប្រសង្ឃជាដើមបើនិយាយរួមទៅបាលីនៅក្នុងយន្តហ្នឹងជាគាថារបស់ព្រះគាថាធម៌របស់ព្រះពុទ្ធដែលផ្ដើមដោយអ្នកពុទ្ធាំងអ្នកធម្មាំងអ្នកសង្ឃាំងសរណังអញ្ចឹងខ្ញុំសូត្រឲ្យមុនទៅយន្តហ្នឹងគឺបាលីហ្នឹងគឺមានមិនប្លែកទេពុកម៉ែបងប្អូនអ្នកពុទ្ធាំងអ្នកធម្មាំងអ្នកសង្ឃាំងហើយសរណังគឺការគោរពអីហ្នឹងឯងហើយមិនបានប្រែទេខ្ញុំក៏មិនបានរៀនជ្រៅជ្រៅតែយន្តបុរាណនេះគឺប្រើខាងស្នេហ៍មេត្តាមហានិយមហ្នឹងឯងយើងហៅថាយន្តមហានិយមក៏បាន